ឯកឧត្តមកេតិសេដ្ឋាបណ្ឌិត ជាមយាប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនការងារអន្តរសភាអាស៊ាន IPA សម្រាប់ឆ្នាំ 2026 ឯកឧត្តមកេតិសេដ្ឋាបណ្ឌិត ជាមយាប អនុប្រធានទី1រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2026 នេះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិនការងារប្រចាំឆ្នាំ 2026 របស់អន្តរសភាអាស៊ាន IPA កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមលោកជំទាវជាតំណាងរាស្ត្រដែលទទួលបន្ទុកការងារអន្តរសភាអាស៊ាន IPA និងមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបចូលរួមផ្ដោតលើរបៀបវារៈការងារសំខាន់ៗជាច្រើនរួមមានការរំលឹកអំពីសមាជិកភាពទទួលបន្ទុកតាមគណៈកម្មការនានារបស់ IPA និងការពិភាក្សាលើការត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំអន្តរជាតិនានាក្នុងឆ្នាំ 2026 នេះឯកឧត្តមកេតិសេដ្ឋាបណ្ឌិតបានលើកឡើងអំពីប្រវត្តិនិងការវិវត្តរបស់ IPA ដោយរំលឹកថាសភានៃរដ្ឋសមាជិកអាស៊ានបានចាប់ផ្ដើមបង្កើតវេទិកាសហប្រតិបត្តិការសភានេះតាំងពីឆ្នាំ 1975 ហើយបានវិវត្តទៅជាអង្គការអន្តរសភាអាស៊ាន IPO ក្នុងឆ្នាំ 1977 ដោយឡែកសភាកម្ពុជាបានចូលជាសមាជិកសង្កេតការពិសេសនាឆ្នាំ 1997 និងបានក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ 1999 រហូតមកដល់ឆ្នាំ 2006 ទើបអង្គការនេះត្រូវបានប្តូរឈ្មោះជាផ្លូវការមកជាអន្តរសភាអាស៊ាន IPA វិញក្នុងនាមជាសមាជិកសកម្មសភាកម្ពុជាបានធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត IPA ចំនួន 3 លើករួចមកហើយគឺក្នុងឆ្នាំ 2004 ឆ្នាំ 2011 និងឆ្នាំ 2022 ព្រមទាំងបានរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនទៀតដូចជាកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ IPA ស្ដីពីគ្រឿងញៀន IPA CODD និងកិច្ចប្រជុំក្រុមអ្នកនយោបាយ IPA ខុសៗជាដើមសម្រាប់ប្រតិទិនការងារឆ្នាំ 2026 នេះលេខាធិការដ្ឋាន IPA បានគ្រោងកម្មវិធីចំនួន 32 ដែលក្នុងនោះរដ្ឋសភាកម្ពុជាបាននឹងកំពុងត្រៀមលក្ខណៈមិនត្រឹមតែចូលរួមកិច្ចប្រជុំសំខាន់ៗរបស់ IPA ប៉ុណ្ណោះទេប៉ុន្តែសភាកម្ពុជាក៏បានត្រៀមនូវទស្សនៈទានគន្លឹះសំខាន់ៗជាច្រើនដើម្បីជាធាតុចូលសម្ដៅដល់ការរីកចម្រើនរួមរបស់គ្រួសារ IPA ផងដែរតាមរយៈកិច្ចប្រជុំនៅថ្ងៃនេះក៏បានផ្ដោតលើការត្រៀមលក្ខណៈសម្រាប់វគ្គបណ្ដុះបណ្ដាលសភាស្ដីពីការបង្ការនិងប្រឆាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងអំពើភេរវកម្មដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីលនាពេលឆាប់ៗខាងមុខឯកឧត្តមកេតិសេដ្ឋាបណ្ឌិតបានសង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការជំនាញទាំង 5 របស់ IPA រួមមានគណៈកម្មការសមាជិកសភាស្ត្រីសមាជិកសភាវ័យក្មេងនយោបាយសេដ្ឋកិច្ចនិងសង្គមគិច្ចដើម្បីបន្តជំរុញសហប្រតិបត្តិការតំបន់ឲ្យកាន់តែរឹងមាំឆ្លើយតបទៅនឹងចក្ខុវិស័យអាស៊ានឆ្នាំ 2045 ឯកឧត្តមកេតិសេដ្ឋាបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារនិងការទទួលខុសត្រូវរបស់ខ្លួនឲ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុកឆ្លើយតបទៅនឹងការបដិញ្ញាចិត្តនិងការចង់បានរបស់រដ្ឋសភាកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីក្នុងការបង្កើនសមត្ថភាពមន្ត្រីជំនាញនិងសមាជិកសភាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនិងការពិវត្តតាមចក្ខុវិស័យអាស៊ានឆ្នាំ 2045 ខាងមុខឯកឧត្តមកេតិសេដ្ឋាបណ្ឌិត ជាមយាបប្រធានក្រុមសភាជាតិ IPA កម្ពុជាក៏បានកត់ត្រាសារនឹងវិតម្លៃខ្ពស់ជូនសមាជិករដ្ឋសភាប្រសិទ្ធភាពដែលបានបំពេញភារកិច្ចក្នុងការចូលរួមកិច្ចប្រជុំនានារបស់អន្តរសភាអាស៊ានទទួលបានជោគជ័យនាពេលកន្លងមក